អាដាមសោធិតអាដាមជូនរិនអញ្ចេះតកតងទៅនឹងការរៀបចំសម្រាប់ធ្នាប់ចរាចរណ៍ពេលដែលមានក្បួន VIP ឆ្លងកាត់ខ្ញុំធ្លាប់បានណែនាំជាច្រើនហើយធ្វើយ៉ាងណាដើម្បីកុំឲ្យប៉ះពាល់ខ្លាំងទៅដល់លំហូរនៃចរាចរណ៍សម្រាប់ប្រជាពលរដ្ឋបាទនៅក្នុងករណីមានឋានៈដឹកនាំឆ្លងកាត់រួមទាំងរូបខ្ញុំផងធ្វើយ៉ាងណាកាត់បន្ថយនៃពេលវេលានៅក្នុងការបិទផ្លូវហើយពេលខ្លះក៏មិនបាច់បិទផ្លូវទាំងអស់ដែរទុកច្រកឲ្យបងប្អូនដើរបងប្អូនជិះធ្វើដំណើរបន្តពួកគាត់រវល់ដែរករណីមួយទៀតខ្ញុំសូមចេះឲ្យពិនិត្យមើលរឿងឡានអំឡុងដែលបើកដឹកអ្នកជំងឺបន្ទាន់ពេលដែលមានបិទផ្លូវគឺសូមធ្វើម៉េចឲ្យអតិភិបទៅគាត់ដើម្បីជួយសម្រួលឲ្យគាត់ឲ្យលឿនពោះទៅការអ្នកដែលជំងឺធ្ងន់ប៉ុន្តែខាងសន្តិសុខយើងព្រួយបារម្ភខ្លាចមានអំឡុងខ្លាំងខ្លាយអាចចង់ធ្វើសកម្មភាពអីប៉ុន្តែយើងអាចមកផ្លេចខាងត្រួតពិនិត្យទៅរៀបចំច្រកណាមួយឲ្យគាត់ទៅមុខកុំឲ្យគាត់ឈប់ពោះទៅការជួយជីវិតប្រជាពលរដ្ឋហើយបើក្បួនរថយន្តថ្នាក់ដឹកនាំមិនមកទេមិនទាន់មកទេអីទេគឺសម្រួលឲ្យគាត់ចេញទៅមុនទៅបាទហើយបើចាំបាច់ទីហោថាត្រូវតែបិទមានឋានៈដឹកនាំមកដល់ហើយជាតិនិងអន្តរជាតិយើងមើលច្រកណាសម្រួលឲ្យគាត់បន្តទៅមុខបាទហើយប៉ុន្តែទោះយ៉ាងណាគឺត្រូវឲ្យអតិភិបរបស់គាត់កុំឲ្យជាប់ស្ទះត្រូវជួយសម្រួលឲ្យគាត់បាទទោះបីជាគាត់ត្រូវបើកបញ្ជ្រាផ្លូវឬមួយមិនយើងត្រូវសម្រួលឲ្យគាត់ទៅព្រោះកិច្ចការនេះសំខាន់សម្រាប់ជួយជីវិតប្រជាពលរដ្ឋជាពិសេសអ្នកនៅលើអំឡុងនេះបាទចង់សូមចាត់ចែងកិច្ចការងារនឹងហើយការបិទចរាចរណ៍រាល់ថ្ងៃធម្មតាសម្រាប់ការងារធម្មតាសម្រាប់ VIP ឆ្លងកាត់អីនោះគឺដូចខ្ញុំណែនាំជាច្រើនដងហើយទៅដល់ស្នងការរាជធានីភ្នំពេញនិងក្រុមការពារគឺធ្វើយ៉ាងណាកុំឲ្យស្ទះយូរដល់ប្រជាពលរដ្ឋហើយជាពិសេសបើសិនជាអាចទៅបានគឺបើកឲ្យគាត់លំហូរទៅយើងអាចទុកតែមួយលេនឲ្យបានហើយសម្រាប់ VIP ឆ្លងកាត់អានឹងកន្លងទៅក្បួនខ្ញុំក៏ចឹងដែរគឺឲ្យគាត់ទៅកុំឲ្យឈប់ហើយពេលដែលយើងបិទសម្រួលនេះកុំឲ្យយូរពេកបាទមុនបន្តិចនឹង VIP ឆ្លងកាត់ចប់ហើយគឺយើងបើកឲ្យគាត់ឡើងវិញដើម្បីកកស្ទះកុំឲ្យមានការលំបាកពោះរវល់រៀងខ្លួនហើយកន្លែងខ្លះដូចខ្ញុំនិយាយឡើងវិញគឺការងារបន្ទាន់អ្នកដែលមានអាសន្នអន់ក្របន្ទាន់មានការលំបាកជាពិសេសត្រូវដឹកសង្គ្រោះអ្នកបន្ទាន់បើថាជាពិសេសឡានអំឡុងនេះគឺត្រូវធ្វើម៉េចសម្រួលឲ្យគាត់ទៅបានបាទកុំឲ្យកកស្ទះ